សហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមអ៊ីស្រាអែលអ៊ីរ៉ង់ដោយបានបើកការវាយប្រហារទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរដែលមានកំពែងរឹងមាំបំផុតចំនួន3របស់អ៊ីរ៉ង់ជាអ្វីដែលលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំពណ៌នាថាជាប្រតិបត្តិការជាក់លាក់សម្រាប់ភាពជោគជ័យដើម្បីរារាំងទីក្រុងតេហេរ៉ង់ពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនថ្លែងនៅថ្ងៃសៅរ៍ទី21ខែមិថុនាតាមបណ្ដាញសង្គមលោកដូណាល់ត្រាំបានបញ្ជាក់ថាយន្តហោះទម្លាក់គ្រាប់បែក B2 របស់អាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរ Fordo, Natan និង Isfahan របស់អ៊ីរ៉ង់ដែលភ្នាក់ងារចារកម្មលោកខាងលិចថាជាទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរជាអ្វីដែលអ៊ីរ៉ង់បានច្រានចោលលោកដូណាល់ត្រាំនិយាយថាគ្រាប់បែកពេញយន្តហោះត្រូវបានទម្លាក់នៅលើទីតាំងនុយក្លេអ៊ែរ Fordo យន្តហោះទាំងអស់កំពុងត្រឡប់ទៅមូលដ្ឋានវិញដោយសុវត្ថិភាពរូបភាពពីផ្កាយរណបដែលត្រូវបានពិនិត្យដោយអ្នកវិភាគឯករាជ្យបង្ហាញពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ទីតាំង Fordo ដែលត្រូវបានសាងសង់យ៉ាងជ្រៅទៅក្នុងរូងភ្នំនៅជិតទីក្រុងខាមមាត្រដ្ឋាននិងភាពច្បាស់លាស់នៃការវាយប្រហារនេះបង្ហាញពីការប្រើប្រាស់គ្រាប់បែកដែលអាចជ្រែកចូលលេនដ្ឋានកម្រិតខ្ពស់គួរសម្គាល់ថានេះគឺជាលើកដំបូងនៃការចូលរួមដោយផ្ទាល់របស់យោធាអាមេរិកក្នុងជំនួសអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលជាការផ្លាស់ប្ដូរជំហររបស់ទីក្រុង Washington ដែលពីមុនគ្រាន់តែគាំទ្រផ្នែកភស្តុភារសពាវុធនិងចារកម្មប៉ុណ្ណោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានថ្កោលទោសកម្មភាពរបស់សហរដ្ឋអាមេរិកថាជាសកម្មភាពនៃសង្គ្រាមនិងបានព្រមានអំពីការឆ្លើយតបដ៏ឃោរឃៅអ្នកសង្កេតការអន្តរជាតិនិងអ្នកជំនាញសន្តិសុខព្រមានថាអន្តរាគមន៍របស់សហរដ្ឋអាមេរិកអាចបញ្ឆេះចំនួនកាន់តែធំអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញការព្រមានកាលពីថ្ងៃសៅរ៍ដោយជំរុញឲ្យភាគីទាំងអស់អត់ធ្មត់ជាអតិបរមាដោយនិយាយថាការចូលរួមរបស់មហាអំណាចមួយអាចបញ្ឆេះភ្លើងដែលគ្មាននរណាម្នាក់អាចគ្រប់គ្រងបាននៅឯក្រមប្រឹក្សាអាត្លង់តិកអ្នកវិភាគនៅក្នុងតំបន់បានទាញក្តីបារម្ភថាអ៊ីរ៉ង់អាចសងសឹកវិញដោយវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់កាតាបារ៉ែនឬក៏អារ៉ាប់រួមផងដែរអ្នកខ្លះថែមទាំងព្រមានថាអ៊ីរ៉ង់អាចរាំងខ្ទប់ការដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលគំរាមកំហែងទៅដល់ការផ្គត់ផ្គង់ប្រេងពិភពលោកនិងសន្តិសុខដែនសមុទ្រលើពីនេះការចូលដៃរបស់អាមេរិកអាចទាញក្រុម Hezbollah, Houthi និង Hamas ឲ្យចូលនៅក្នុងចំនួននេះថែមទៀតបន្ទាប់ពីការរំពឹងទុកជាច្រើនឆ្នាំយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 Spirit និងគ្រាប់បែកជ្រែកដី GBU-57 របស់អាមេរិកបានជួបគ្នាជាលើកដំបូងបង្អស់នៅក្នុងទឹកដីអ៊ីរ៉ង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ Fordo ដែលជាទីតាំងនុយក្លេអ៊ែរដ៏រឹងមាំបំផុតរបស់អ៊ីរ៉ង់ត្រូវបានវាយការថាបានប្រែទៅជាកំទេចថ្មយោងតាមភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី22ខែមិថុនានេះគ្រាប់បែកដ៏ប្រឡាយ GBU-57 ចំនួន6គ្រាប់ត្រូវបានទម្លាក់ដោយយន្តហោះទម្លាក់គ្រាប់បែកធំបំផុតក្នុងលោករហស្សនាមខ្មោចលើមេឃ B2 Spirit ទៅបំផ្លាញទីតាំងនុយក្លេអ៊ែរ Fordo ជាយូរមកហើយដែលត្រូវបានគេជឿថាជាទីអាថ៌កំបាំងនិងសុវត្ថិភាពដែលមានតែ GBU-57 មួយប៉ុណ្ណោះដែលអាចទម្លុះថ្មជ្រែកដីទៅបំផ្លាញវាបានរូបភាពផ្កាយរណបឯករាជ្យដែលត្រូវបានពិនិត្យដោយអ្នកវិភាគស៊ើបការនិងស្រង់ផ្សាយដោយសារព័ត៌មានអន្តរជាតិនានាបង្ហាញពីការខូចខាតយ៉ាងដំណំនៃផ្លូវរួមក្រោមដីនិងផ្ទៃខាងលើនៃទីតាំង Fordo ដែលបញ្ជាក់យ៉ាងច្បាស់ថាការបំផ្ទុះនេះគឺកើតចេញពីខាងក្នុងដីនេះជាសមត្ថភាពរបស់ GBU-57 តែមួយគត់GBU-57 ដែលមានថាមពលសេនេទិកនិងសិនស័រអាចទម្លុះបេតុងកម្រាស់18ម៉ែត្រនិងជ្រែកដីជម្រៅ60ម៉ែត្រមុនពេលបំផ្ទុះជាមួយនឹងប្រវែង6ម៉ែត្រទម្ងន់ជិត14តោនមានតែយន្តហោះបំបាំងកាយ B2 តម្លៃ$2100លានអាមេរិកប៉ុណ្ណោះដែលអាចដឹកគ្រាប់កំណាចតម្លៃ$10លាននេះបាន B2 អាចទម្លាក់គ្រាប់ក្នុងល្បឿនលឿនជាងសំឡេងនិងចំគោលដៅដោយគ្មានលំអៀងដូច្នេះពេលដែលវាជួបគ្នាជាមួយនឹង GBU-57 គ្រប់យ៉ាងនឹងតិចខ្ទាំក្នុងពេលត្រឹម20វិនាទីដំណើរគ្នានោះអាមេរិកបានបាញ់មីស៊ីលធំមកហាក់ចំនួន30គ្រាប់ពីនាវាមុជទឹកដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែរ2ទៀតរបស់អ៊ីរ៉ង់គឺ Natan និង Isfahan ទោះយ៉ាងណាអង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថាការខូចខាតមិនច្រើននោះទេដោយសារតែសម្ភារៈនិងឧបករណ៍សំខាន់ៗនៅទីតាំងនុយក្លេអ៊ែររបស់ខ្លួនត្រូវបានប្តូរទីតាំងមុនការវាយប្រហារនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានហៅប្រតិបត្តិការនេះថាជាជោគជ័យសម្រាប់អាមេរិកនិងអ៊ីស្រាអែលហើយបានព្រមានថានៅមានគោលដៅជាច្រើនទៀតដែលរងចាំការវាយប្រហារប្រសិនបើអ៊ីរ៉ង់ហ៊ានសងសឹកទូរទស្សន៍រដ្ឋអ៊ីរ៉ង់ផ្សាយថាអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងឃោរឃៅខ្ញុំរស់សុធាពី News Today NTTV